demonstrate of Newton first law ច្បាប់ Newton បាទ Newton ជុំ និយាយពីកម្លាំងចលនា បាទ ឥឡូវ សាប់មើលទេគូហ្មង អានេះយើងរៀនគាត់ហ្មង បាទ យើងរៀនគាត់ ណា អូខេអានេះគឺមួយប្លង់ទៀតដែលសម្រាប់បងប្អូនបាទហើយបងប្អូនដែលរៀនដល់ថ្នាក់ទី9ថ្នាក់ទី8ខ្លះទី10អត់ទាន់ស្គាល់ច្បាប់ Newton ហ្មង នេះ បាទនេះ គឺបង្ហាញមើល អ្នកនរគ្នា ដល់ទៀត គឺជាឧបករណ៍តែឲ្យបងប្អូនបានស្វែងយល់អំពីច្បាប់ Newton បានច្បាស់ជាងមុន ជុំមានកសែយន្តទេគូណា យន្ត ទេគេទេ និយាយទៅនេះគឺយើងគ្រាន់តែគេដាក់ឲ្យវាបាទឥឡូវគ្រូចាំថាមានកបឃ្លីតែមានកបឃ្លីមួយទៀត មានកុំភ្លេចយើងមក អីយើងបង្ហាញគាត់ធួបងប្អូនយើងនឹងបានឆាប់នេះហើយបើឥឡូវយើងគិតចេះអញ្ជើញមុនយើងបកស្រាយនេះបាទបងប្អូនច្បាប់ទី1 Newton គឺយើងចង់និយាយពីច្បាប់និច្ចលភាព ចលភាព បាទច្បាប់និច្ចលភាពហ្នឹងយ៉ាងម៉េចនិច្ចលភាពបើអង្គធាតុមួយវានៅនឹងថ្កល់វានឹងនៅនឹងថ្កល់ដដែល បាទ ប្រសិនមកគ្មានកម្លាំង ទៅប៉ះវា សរុបមានពើលើវា ឥ ឥឡូវមកថាយើងដឹងថាអុបឃ្លីហ្នឹងឯងអត់មានកម្លាំងមានពើលើទេអត់មាន ក៏ប៉ុណ្ណឹងនៅតបានបង្កើតច្បាប់មួយបានដែរ បាទប៉ុណ្ណឹងឥឡូវក៏សំខាន់ដល់ថាហេតុអីយើងអត់ លើមកទៀត បាញ់បានខ្វែងមិនក៏អត់ចេះ វត្ថុមួយ វានៅស្ងៀម នៅស្ងៀមអត់មានអីមកប៉ះវានៅស្ងៀម វានឹងនៅស្ងៀមដែរហើយរឿងមួយទៀតប្រសិនបើច្បាប់ទី1ដែរបាទប្រសិនបើមានចលនានឹងចលនាជាចលនាត្រង់ស្មើវានឹងបន្តរហូតបាទវានឹងបន្តត្រង់ស្មើទៅរហូតបាទហ្នឹងមកច្បាប់ដែរអានេះមកច្បាប់ទី1នឹងមាន2បើវានៅហ្នឹងវានឹងដែរបើមានចលនាជាចលនាត្រង់ស្មើ ប៉ុណ្ណឹងគេឲ្យគាត់ វារសារលបឿន គឺច្បាប់ដែរ វារសារទិសដៅវារសារលបឿនវារសារទិសដៅ ទៅរហូត ហើយភាសាទំហំមកវាឲ្យទៅដែរបើសិនគ្មានកម្លាំងមានពើលើវា ចឹងបើវានៅនឹង បាទ តែបើមានចលនាវាចលនាទៅរហូត ចលនាត្រង់ស្មើបើហ្នឹងច្បាប់ទី1 Newton បាទ អានេះវាមិនសំខាន់ហេតុអីបងប្អូនរៀន2ឆ្នាំ3ឆ្នាំនៅតែអត់ចេះ បាទ អាហ្នឹងមិនយើងខ្ញុំឆ្ងល់អារឿងច្បាប់ទី1 Newton ដែលគាត់បង្កើតមកប៉ុណ្ណឹងបានមកច្បាប់នេះយើងអត់ឆ្ងល់ទេ បាទមើលគូបោះ ប៉ុន្តែបើយើងឆ្ងល់ណាហេតុអីបានបងប្អូនអង្គុយសូត្រច្បាប់ហ្នឹងឲ្យអត់ស្វែងយល់អំពីច្បាប់និច្ចលភាពច្បាប់និច្ចលនាហ្នឹង សោតចឹងមកឃើញតែឃើញទេ បាទយើងពិសោធន៍បង្ហាញគាត់ថាបើសិនជាវានៅស្គាល់វាមិនវានៅស្គាល់ដដែលយើងចេញពីច្បាប់ទី1មិញបាទតែបើនេះយើងនឹងមានការបង្ហាញនៅក្នុង YouTube playlist របស់យើងណាគ្រូអានេះយើងនិយាយពីចេញពីច្បាប់ទី1មិញមកចំណុចទៀតចេញច្បាប់ទី1មិញបាទទេបើវានៅនឹងស្គាល់វានៅនឹងស្គាល់ដែរបើមានចលនាវាមានចលនា ជាចលនាត្រង់ បាទ ចលនាត្រង់ស្មើវារសារទិសដៅសារទំហំវា បាទ ចុះបើវាប្រែប្រួលចលនាហេតុបើវាប្រែប្រួលចលនា ឥឡូវ ពិបាកទេ បាទឥឡូវមកចូលច្បាប់ទី2 Newton បាទឥឡូវវានៅស្ងៀម បាទ ដើម្បីឲ្យវាមានចលនាធ្វើម៉េច រុញវា តើតើមានកម្លាំងមានពើលើវាបាទចឹងច្បាប់ទី2 Newton ហ្នឹងបាទវាបើសិនជាយើងនិយាយតាមរបស់គាត់ដែលគាត់នេះហ្នឹងវាយើងវែងឆ្ងាយប៉ុន្តែយើងនិយាយសម្រាប់សិស្សរបស់យើងណាបាទបំរែបំរួលលបឿនពីព្រោះមិញថាវាអត់ប្រែប្រួលលបឿនវាអត់ប្រែប្រួលចលនាទេបំរែបំរួលលបឿនរបស់អង្គធាតុមានម៉ាស់អឹមហ្នឹងបាទវាសមាមាត្រជាមួយនឹងកម្លាំងដែលមានពើលើវាបើកម្លាំងកាន់តែខ្លាំងលបឿនបំរែបំរួលលបឿនឬក៏សន្ទុះបំរែបំរួលលបឿនគឺសន្ទុះបាទបំរែបំរួលលបឿនសន្ទុះបើកម្លាំងកាន់តែខ្លាំងសន្ទុះរបស់វាកាន់តែខ្លាំង
จะบอกกำลังมันรุนครั้งอันนี้ สตูเวกลางบ่ากำลังนึงซ้อยสตูเวกซ้อย ถูกสาวบาปตีปีอยู่ ตั ตัว ปี ก็ตาก็vậy บ่รุนครั้งบ่รุนลื่นไปแต่ลื่น và บ่รุนยืดไปแต่ยืด và bầm rai của bữa có sừng tu nó bị sắc bầm ma chỉ muốn đến cầm lăng và anh ấy không đẹp mình bảo dưỡng này mình thấy vậy là thiệt đàm có cứ cầm lăng cứ bọc hai thôi bầm rai của bạc màn cho nè và bạc màn cho nè nó to tay bông vô là đi mà có lẽ sân mà thường hạt ấy xuống sân chẳng dưới tay vô thì là bị bạc piต้นยังvậy là phân nó có cái ơi dương thở đây còn tha cầm lắng tại miền pơ lưỡng thiên miền mà ấm thôi miền sầm tu hai cầm lắng sạm má sầm tu đây là để miền chứ những ai vô này mà bị sao bây giờ chụp nhiều tuần hai điệp chỉ mê riêng mà điệp chỉ mê riêng ơi ôi mà điệp bà thì ai chắc sao bị là bươn niềm mệnh mà làm bươn niềm mệnh hay anh ấy cứ chi đấy là tia với má này ai bị sao bây giờ tất cả bị sao thằng điệp chồng này điệp mua đây là viên tất cả chỉ playlist mỗi này ông đấy cho những cái playlist từ tam nó là play YouTube mà YouTube bao nhiêu tiền YouTube nhưng đặt link mà hiện đặt link làm bây giờ ôn là cho lên YouTube bao nhiêu và những từ cô chờ không chờ dục đọc lư lớn này chờ nó lư ngày nè ra mình tên mà cô chờ